គណៈជាបឋមខ្ញុំគណៈមានទុកងខេត្តពោធិ៍សាត់សូមកាត់ថ្វាយបង្គំចំពោះប្រធារានុធារៈព្រះអង្គនិងជំរាបសួរស្ដីទៅកាន់ពុកម៉ែបងប្អូនយើងដែលជាអ្នកគ្រប់គ្រងនិងចូលចិត្តទស្សនានៅវិស័យកីឡាប្រណាំងទូកជាទីមេត្រីថ្ងៃនេះខ្ញុំគណៈឆ្លៀតពេលបានមកលេងនៅខាងស្រុកភូមិកំណើតខាងគូសាដែរក៏បានមកដល់ខាងវត្តចតុឡោកនៅខាងកំពង់ធំនៅខាងស្រុកបារាយយើងពុកម៉ែបងប្អូនអញ្ចឹងក៏ឈៀងមកអត់មើលសភាពទឹកងចតុឡោកឯចូលសែនជ័យដែលជាទុកជើងខ្លាំងមួយនៅក្នុងស្រុកបារាយហើយជាទុកដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញខ្លាំងពុកម៉ែបងប្អូនយើងរបស់អ្នកខាងបារាយយើងនេះឯងហើយទុកងចតុឡោកដែលចូលសែនជ័យនេះនៅខាងក្រៅគឺនៅសភាពស្អាតល្អពុកម៉ែបងប្អូនយើងហើយគាត់តែអាយុកាលរៀងវែងហើយទុកនេះក៏មានប្រវត្តិមិនធម្មតាដែរពុកម៉ែបងប្អូនយើងហើយក៏ជាអំណោយនោះដល់ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីថងខុនហើយក៏មានប្រវែងអាចថាវែងដែរចំណុះក៏អាចបានដាក់ដល់ចិត្តអីដែរពុកម៉ែបងប្អូនអញ្ចឹងនេះគឺជាសភាពចាក់ស្ដែងរបស់ទុកងចតុឡោកដែលចូលសែនជ័យដែលស្ថិតនៅក្នុងភូមិចតុឡោកនៅខាងបារាយយើងបងប្អូនយើងអញ្ចឹងទុកនេះប្រវត្តិខ្លះខ្ញុំកណានឹងលំអិតបន្ថែមនៅវីដេអូក្រោយហើយខ្ញុំចង់ឲ្យពុកម៉ែបងប្អូនយើងមកទស្សនាអំពីសភាពរបស់ទុកងចតុឡោកដែលចូលសែនជ័យមកទល់ថ្ងៃហ្នឹងអញ្ចឹងណាពុកម៉ែបងប្អូនយើងចំណែកខ្ទង់ហើយនឹងកង់អីផ្សេងគឺមានសភាពចាស់ទៅត្រោមហើយទុកមួយគ្រឿងនេះពុកម៉ែបងប្អូនយើងហើយគប់ផ្សំនឹងបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរយើងហើយពុកម៉ែបងប្អូនយើងប្រកាសជានឹករលឹកជាពិសេសអ្នកដែលឆ្លងទុកតែម្ដងគឺប្រកបណាស់គឺនៅតែនឹកឃើញការបណ្ដាំទុកនេះជានិច្ចទោះបីជាចាប់ចូលឆ្នាំខ្មែរក្ដីហើយចំណែកឲ្យពុកម៉ែបងប្អូនយើងណាខ្លះដែលបានទៅទស្សនាទុកងនៅក្នុងពេលអំឡុងចូលឆ្នាំខ្មែរអាចខមមិននៅខាងក្រោមបានផងដែរហើយចង់ឲ្យពុកម៉ែបងប្អូនយើងជួយខមមិនមើលតើរៀងរបស់ទុកងចតុឡោកដែលចូលសែនជ័យមួយគ្រឿងនេះដែលជាទុកចាស់និងមានកេរ្តិ៍ឈ្មោះល្បីល្បាញបោះសម្លេងកន្លងមកតើពុកម៉ែបងប្អូនយល់យ៉ាងណាដែរហើយពុកម៉ែបងប្អូនយើងគិតថាមួយគ្រឿងនេះអាចថាស័ក្តិសមជាមួយនឹងកេរ្តិ៍ឈ្មោះដែលចតុឡោកធ្លាប់សាងពីពេលមុនអត់ចឹងណាពុកម៉ែបងប្អូនយើងបើខ្ញុំកណាមើលទៅទុកនេះសាច់ទុកគឺនៅល្អគួរសមដែរពុកម៉ែបងប្អូនគាត់តែសាច់ទុករីស្ដើងបន្តិចអញ្ចឹងណានេះគឺជាសាច់ទុកស្ដើងហើយបាតទុកវិញគឺមានសភាពនៅល្អច្រើនប៉ុន្តែខ្ញុំកណាចាប់អារម្មណ៍កន្លែងមួយពុកម៉ែបងប្អូនយើងគឺខាងបាតក្រោមនេះម៉ែបងប្អូនយើងគឺប្រេះអញ្ចឹងណាអញ្ចឹងអាចថាពិបាកដែរបើសិនជាករណីប្រេះអញ្ចឹងហើយសាច់ជាងឯវិញគឺអញ្ចឹងធម្មតាពុកម៉ែបងប្អូនយើងទុកកាលណាតែយើងលេងនៅក្នុងអាយុកាលយូរឆ្នាំអញ្ចឹងគឺមានកន្លែងខ្លះប៉ះទង្គិចច្រើនដែរអញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងយើងដូរតែក្តារស៊ីវហើយអាចជួសជុលនៅកន្លែងមួយចំនួនទៅទុកនេះខ្ញុំគិតថាអាចនៅលេងបានអញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងខ្ញុំកណាអស់ហើយសូមក្រាបថ្វាយបង្គំលាពុកម៉ែបងប្អូនយើងហើយនៅវីដេអូក្រោយខ្ញុំកណានឹងលំអិតថាតើចតុឡោកនេះមានប្រវត្តិបែបណាអញ្ចឹងណាដែលអាចសាងកេរ្តិ៍ឈ្មោះបោះសម្លេងបានខ្លាំងអញ្ចឹងណា